ចប់ទី12ហើយតែយើងគួរជ្រើសរើសមុខជំនាញតាមចំណង់ចំណូលចិត្តឬក៏តាមទីផ្សារការងារបើយើងជ្រើសរើសតាមចំណង់ចំណូលចិត្តតែគ្មានឱកាសការងារតែយើងគិតយ៉ាងម៉េចចុះបើយើងជ្រើសរើសតាមតម្រូវការទីផ្សារតែយើងមិនចូលចិត្តតែយើងអាចប្រកាសទេថាអាចនឹងរៀនបានចប់នៅមុខជំនាញហ្នឹងមុននឹងជ្រើសរើសជំនាញសូមបងប្អូនគួរពិចារណានឹង3ចំណុចដែលខ្ញុំរៀបរាប់នៅខាងក្រោមទី1ចំណង់ចំណូលចិត្តយើងសួរខ្លួនឯងថាខ្ញុំចូលចិត្តអ្វីខ្ញុំចង់ធ្វើការងារអ្វីបើចូលចិត្ត computer បច្ចេកវិទ្យាអាចស្វែងយល់អំពី IT ឬក៏ computer science បើយើងចូលចិត្តពីការបង្រៀនអាចស្វែងយល់ពីការអប់រំ education តែបើយើងចូលចិត្តពីផ្នែកអាជីវកម្មយើងអាចស្វែងយល់អំពី business ឬក៏ finance ទី2សមត្ថភាពកុំមើលតែអ្វីដែលយើងអាចចូលចិត្តត្រូវមើលយើងពូកែអ្វីអាចអភិវឌ្ឍអ្វីបានចូលចិត្តបូកជាមួយនឹងមានសមត្ថភាពបូកជាមួយនឹងខិតខំប្រឹងប្រែងវាស្មើនឹងឱកាសជោគជ័យកាន់តែខ្ពស់ទី3ទីផ្សារការងារបន្ទាប់ពីដឹងថាខ្លួនចូលចិត្តនិងពូកែអ្វីហើយត្រូវសួរខ្លួនឯងថាជំនាញនេះបន្ទាប់ពីរៀនចប់តើខ្ញុំអាចធ្វើការងារអ្វីហើយទីផ្សារតម្រូវការជំនាញតាមកម្រិតដែរប៉ុន្តែកុំជ្រើសរើសតាម trend ឬក៏តាមពាក្យជំនាញនេះប្រាក់ខែខ្ពស់ជំនាញនេះប្រាក់ខែខ្ពស់តែមួយមុខកុំជ្រើសរើសតែជំនាញហ្នឹងមួយមុខពីព្រោះទីផ្សារការងារអាចផ្លាស់ប្ដូរប៉ុន្តែសមត្ថភាពរបស់យើងនៅក្នុងការរៀននិងការអភិវឌ្ឍខ្លួនគឺជាកត្តាដ៏សំខាន់បងប្អូនត្រូវសួរខ្លួនឯងថាខ្ញុំចូលចិត្តអ្វីខ្ញុំពូកែអ្វីហើយទីផ្សារគេត្រូវការអ្វីជ្រើសរើសជំនាញដោយមានព័ត៌មានអនាគតរបស់យើងគួរតែត្រូវបានសម្រេចចិត្តមិនមែនជ្រើសរើសដោយសារតែគេជ្រើសរើសដោយខ្លួនឯង